ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភ័យទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌិតសេដ្ឋីទីក្រុងសាវត្ថីគ្រានោះឯងព្រះមហាកោធិកៈមានអាយុចេញអំពីផលសមាបត្តិក្នុងសាយនហសម័យហើយចូលទៅរកព្រះសារីបុត្រមានអាយុលាស់ចូលទៅដល់ហើយទើបនិយាយពាក្យរាក់ទាក់សំណេះសំណាលទៅរកព្រះសារីបុត្រមានអាយុលុះបញ្ចប់ពាក្យសំណេះសំណាលនិងពាក្យដែលគូរលឹកហើយក៏គង់ក្នុងទីដ៏សមគូលេខគ្នា134លោះព្រះមហាកោធិកៈដ៏មានអាយុគង់ក្នុងទីដ៏សមគូហើយទើបសូរព្រះសារីបុត្រមានអាយុយ៉ាងនេះថាមនាលអាวุโสគេតែងនិយាយថាបុគ្គលគ្មានប្រាជ្ញាបុគ្គលគ្មានប្រាជ្ញាមនាលអាวุโสបុគ្គលដែលហៅថាអ្នកគ្មានប្រាជ្ញាទៅដោយហេតុដូចម្ដេចព្រះសារីបុត្រតបថាមនាលអាวุโสបុគ្គលដែលមិនចេះមិនដឹងច្បាស់នឹងឯងហៅថាអ្នកគ្មានប្រាជ្ញាចុះបុគ្គលនោះមិនដឹងច្បាស់នៅអ្វីមិនដឹងច្បាស់ថានេះទុកទំពួរ269មិនដឹងច្បាស់ថានេះហេតុឲ្យកើតទុកមិនដឹងច្បាស់ថានេះជាគ្រឿងរំលត់ទុកមិនដឹងច្បាស់ថានេះជាសេចក្តីប្រតិបត្តិដែលជាដំណើរទៅកាន់ទីរំលត់ទុកមនាលអាวุโสព្រោះតែបុគ្គលនោះមិនចេះមិនដឹងដូច្នេះឯងទើបហៅថាអ្នកគ្មានប្រាជ្ញាព្រះមហាកោធិកៈមានអាយុក៏ត្រេកអរអនុមោទនាចំពោះភាសិតរបស់ព្រះសារីបុត្រមានអាយុថាមនាលអាวุโสពីរោះណាស់លោះអនុមោទនាហើយទើបសូរប្រស្នានឹងព្រះសារីបុត្រមានអាយុតទៅទៀតថាមនាលអាวุโสគេតែងនិយាយថាអ្នកមានប្រាជ្ញាអ្នកមានប្រាជ្ញាមនាលអាวุโสចុះបុគ្គលដែលហៅថាអ្នកមានប្រាជ្ញាតើដោយហេតុដូចម្ដេចខ្លះព្រះសារីបុត្រតបថាមនាលអាวุโสបុគ្គលដែលចេះដឹងច្បាស់នឹងឯងដែលហៅថាអ្នកមានប្រាជ្ញាចុះបុគ្គលនោះដឹងច្បាស់នៅអ្វីដឹងច្បាស់ថានេះទុកដឹងច្បាស់ថានេះជាហេតុឲ្យកើតទុកដឹងច្បាស់ថានេះជាគ្រឿងរំលត់ទុកដឹងច្បាស់ថានេះជាសេចក្តីប្រតិបត្តិដែលជាដំណើរទៅកាន់ទីរំលត់ទុកមនាលអាวุโสព្រោះតែបុគ្គលនោះដឹងច្បាស់ដូច្នេះឯងទើបហៅថាអ្នកមានប្រាជ្ញាមនាលអាวุโสគេតែងហៅថាវិញ្ញាណមនាលអាวุโสចុះធម្មជាតិដែលគេហៅថាវិញ្ញាណតើដូចម្ដេចមនាលអាวุโสធម្មជាតិដែលគេស្គាល់ច្បាស់ដឹងច្បាស់នោះឯងដែលគេហៅថាវិញ្ញាណ